បាទជំរាបសួរបងប្អូនទាំងអស់គ្នាហើយក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីទស្សនវិជ្ជាមុននឹងទៅដល់ចំការទំពាំងបារាំងដែលបងប្អូនប្រជាកសិករគាត់បានដាំនៅក្នុងទឹកដីនៃស្រុកវាលវែងហើយសម្រាប់ចំការទំពាំងបារាំងនេះដីមានប្រហែលជា4 រ៉ៃហើយតកតងជាមួយនឹងការដាំរបស់គាត់ដាំមានលក្ខណៈជាជូរជារងមានសយោបាញ់ទឹកដោយសារសម្រាប់ការដែលយើងធ្វើបែបនេះចំពោះទំពាំងបារាំងគឺតម្រូវការទឹកខ្លាំងមែនទែនដើម្បីឲ្យលូតលាស់ក៏ដូចជាចេញពន្លកនៃកូនវាហើយក៏ដូចជាដើមរបស់វាចេញជាទំពាំងមកហើយបងប្អូនឃើញនៅទស្សនវិជ្ជានៅក្នុងចំការនេះគឺយើងមើលទៅវាល្អខ្លាំងមែនតើហើយសម្រាប់ការដាំវិញគាត់មានបច្ចេកទេសក្នុងការដាំរយៈពេលបាន1 ឆ្នាំហើយចំពោះអាយុកាលនៃទំពាំងបារាំងបងប្អូនតែងតែបារម្ភរឿងកុំរួយនៅអាយុខ្លាចខ្លីអីគឺចំពោះទំពាំងបារាំងនេះគឺអាយុកាលរបស់វាដែលយើងមានបច្ចេកទេសក្នុងការដាំថែទាំបានល្អមានអាយុកាលរហូតដល់បាន15 ឆ្នាំទៅ20 ឆ្នាំហើយវាមានអាយុវែងមែនតើឲ្យតែយើងមានបច្ចេកទេសក្នុងការថែទាំស្មៅជាពិសេសហ្នឹងគឺស្មៅកាលណាយើងដាំហើយយើងអត់បានថែទាំអត់បានរៀបចំដាក់ជីធម្មជាតិបានត្រឹមត្រូវអញ្ចឹងអ្វីដែលយើងដាំបានហើយគឺយើងថែទាំយ៉ាងណាដើម្បីឲ្យមានអាយុកាលវែងហើយជាពិសេសស្មៅនឹងតែម្ដងសម្រាប់ទំពាំងបារាំងនេះគឺការពារមែនតើដើម្បីឲ្យចេញពន្លកឬមកក៏ចេញទំពាំងដើម្បីយើងបេះជាប្រចាំហើយសម្រាប់គាត់នេះគឺគាត់អឺបានផលវិញគឺប្រចាំថ្ងៃដីប៉ុណ្ណឹងគឺគាត់បានផលអឺចន្លោះពី20,000ទៅ25,000សម្រាប់ប្រចាំថ្ងៃរបស់គាត់ហើយយើងដាំនៅពេលដែលទទួលបានផលបែបនេះគឺយើងនឹងសង្ឃឹមច្រើនតទៅជាមួយនឹងការប្រមូលផលហើយសម្រាប់ការរៀបចំដីរៀបចំទឹកប្រព័ន្ធអីដើម្បីស្រោចស្រពរបស់វាគឺបងប្អូនមើលទៅតាមវីដេអូហ្នឹងទៅគឺយើងទទួលបាននៅការរៀបចំបែបម៉េចដើម្បីឲ្យបានផលល្អសម្រាប់ដំណាំរបស់យើងហើយបងប្អូននឹងជាក់ច្បាស់ហើយថាដំណាំអីក៏ដោយគឺយើងត្រូវការមានបច្ចេកទេសក្នុងការដាំវាឲ្យបានសមរម្យក៏ដូចជារៀបចំយ៉ាងណាឲ្យបានត្រឹមត្រូវបងប្អូនទាំងអស់គ្នាហើយបានទស្សនាវីដេអូនឹងហើយបងប្អូនខ្លះក៏ចាប់អារម្មណ៍បងប្អូនខ្លះក៏មិនសូវបានចាប់អារម្មណ៍ទៅលើទំពាំងបារាំងដែរកន្លងមកគឺតាក់ទងជាមួយនឹងទំពាំងបារាំងនេះគឺស្រុកយើងអត់ដែលមានបងប្អូននៅកុំឲ្យបងប្អូនជាកសិករផ្សេងក៏គាត់មិនបានយកចិត្តទុកដាក់ទៅលើទំពាំងបារាំងឯអានេះគឺជាផលប្រចាំថ្ងៃរបស់យើងដាំតែម្ដងគឺយើងបានផលរយៈពេលយូរហើយសម្រាប់ការប្រមូលផលប្រចាំថ្ងៃវិញគឺយើងបានប្រមូលជារៀងរាល់ថ្ងៃដើម្បីយកទៅលក់នៅលើទីផ្សារហើយសម្រាប់រសជាតិដែលទំពាំងបារាំងនេះគឺរសជាតិផ្អែមឆ្ងាញ់ហើយបងប្អូនអាចយកទៅឆាឬមកក៏យកទៅដាក់នៅស្ងោរឬមកក៏ដាក់ទៅឆាអីផ្សេងហូបលក់ហូបអីហ្នឹងគឺត្រូវមែនតើហើយចំពោះរសជាតិវិញគឺមិនចាញ់សាច់ឬមួយក៏អីទេគឺបងប្អូនអាចដាក់លាយឡំគ្នាជាមួយនឹងសាច់ក៏កាន់តែឆ្ងាញ់ទៅទៀតហើយបើបានទំពាំងបារាំងនេះគឺកុំភ្លេចនៅទំពាំងបារាំងនេះគឺសាច់ហើយយើងដាក់ជាមួយសាច់គោសាច់អីឆាអីអូឆ្ងាញ់មែនតើរសជាតិកាន់តែល្អប្រសើរហើយសម្រាប់វីតាមីនដែលនៅក្នុងទំពាំងបារាំងនេះគឺវីតាមីនច្រើនប្រភេទដែលនៅក្នុងនេះហើយសម្រាប់ការដែលយើងបានចំណូលពីទំពាំងបារាំងនេះគឺក៏ច្រើនដែរបើយើងគិតទៅក្នុងមួយខែមិនក្រោមពី4 លានឬក៏4 លាន